នៅថ្ងៃនេះខ្ញុំចង់និយាយអំពីចំណុចមួយចំនួនដែលយើងអាចសង្កេតបានថាប្តីរបស់យើងប្រហែលជាកំពុងតែលួចមានស្រីហើយឬក៏ថាប្តីរបស់យើងប្រកាសជាមានស្រីតែម្ដងចំណុចទី1ដែលយើងគួរចាប់អារម្មណ៍នោះគឺថាទូរស័ព្ទរបស់គេយើងលែងអាចកាន់ទូរស័ព្ទរបស់គេបានហើយយើងអត់អាចឡុកចូលទូរស័ព្ទរបស់គេបានទេគេដាក់មេដៃរបស់គេឬក៏គេដាក់មុខរបស់គេគឺយើងអត់អាចប្រើទូរស័ព្ទរបស់គេទេគេហាមមិនឲ្យយើងប៉ះតែម្ដងទូរស័ព្ទរោគ្រើងគេទាញទូរស័ព្ទពុករត់ចូលទឹកទៅនិយាយទៅស្ងាត់បើសិនជាគេអត់មានបញ្ហាលាក់លៀមជាមួយនឹងយើងទេមាននឹងអីគេខ្លាចឲ្យយើងមើលទូរស័ព្ទរបស់គេមាននឹងអីគេខ្លាចឲ្យយើងចូលទៅ check messenger ឬក៏ text message របស់គេមិនចឹងចំណុចទី2ដែលសំខាន់ដែរនោះដែលលោកអ្នកប្រហែលជាគិតថាប្តីរបស់យើងកំពុងតែមានស្រីគឺនៅពេលដែលប្តីរបស់យើងចូលផ្ទះខុសម៉ោងដូចជាចំណាយពេលនៅខាងក្រៅច្រើនមែនទែនដូចជាអត់សូវមានពេលចូលផ្ទះតាន់ពេលដូចមុនសោះដូចជាឥឡូវហ្នឹងការងារចុះខេតហ្នឹងច្រើនមែនទែនដូចជាអាសាតែជួបមេផឹកស៊ីនឹងខ្លាំងមែនទែនដូចជាចូលផ្ទះហ្នឹងកដាលអាធិធឬក៏ម៉ោង2ម៉ោង3ភ្លឺហេតុអីបានអញ្ចឹងខុសពីមុនឆ្ងាយមែនទេហើយចំណុចទី3ដែលយើងគួរឲ្យចាប់អារម្មណ៍មែនទែនគឺជាថវិកាចំណូលដែលចូលបានមកក្នុងផ្ទះរបស់យើងហាក់បីដូចជាតិចជាងមុនឬក៏ថាកាលពីមុនគេឲ្យលុយយើងកាន់ក៏ប៉ុន្តែពេលនេះគេឲ្យជាប្រាក់ខែយើងវិញគេជាអ្នកកាន់លុយយើងអត់ដឹងចំណាយចំណូលរបស់គេប្រមាណទេក៏ប៉ុន្តែគេឲ្យយើងជាប្រាក់ខែទុកសម្រាប់បង់ថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងទិញម្ហូបយើងទៅយើងនេះគ្រាន់តែជាឈ្នួលរបស់គេឬក៏គេឲ្យលុយយើងសម្រាប់ជាការដែលចិញ្ចឹមខ្លួនចិញ្ចឹមកូនរបស់យើងតែប៉ុណ្្នឹងឯងយើងអត់មានសិទ្ធិដឹងអំពីថវិការបស់គេទេប្រយ័ត្នមែនទែនកន្លែងហ្នឹងនៅពេលដែលចូលទៅដល់កន្លែងទៅហ្នឹងប្រហែលជាគេកំពុងតែលួចមានស្រីនៅខាងក្រៅហើយចំណុចទី4ធំជាងគេខ្លាំងជាងគេគ្រាន់តែចេញមកពុតគឺយើងដឹងតែម្ដងគឺអតចរិតនៅពេលដែលអតចរិតចាប់ដើមដូរកាលពីមុនដូចជាផ្អែមល្ហែមចង់ចាប់ដៃចាប់ជើងយើងចង់បលែងយើងជាមួយនឹងយើងចង់រួមដំណេកជាមួយនឹងយើងចង់សារសងគ្នាចង់ចំណាយពេលជាមួយនឹងគ្នាក៏ប៉ុន្តែឥឡូវនេះហាក់បីដូចជាខុសពីមុនឆ្ងាយបញ្ហាទី2កំហុសដល់យើងដូចជាដូរចរិតតែម្ដងដូចជាសោះអង្គើជាមួយយើងលែងចង់ចំណាយពេលជាមួយនឹងយើងដូចជាលែងចាប់អារម្មណ៍រឿងលឺក្រែដូចកាលពីមុនទៀតហើយដូចជាគ្រាន់តែចេញចរិតមកគឺយើងដឹងថាប្រហែលជាគេកំពុងតែមានបញ្ហានៅខាងក្រៅហើយនេះគឺជាការដែលយើងគ្រាន់តែប្រហែលទេក៏ប៉ុន្តែយើងនឹងដឹងច្បាស់ថាគេពិតជាមានស្រីនៅពេលដែលយើងតាមតន់ផ្ទាល់នឹងភ្នែកនៅពេលដែលយើងអាចចូលទៅទូរស័ព្ទគេបានបើកមើល Messenger ពុបឮសូរគេកំពុងអាសាសងគ្នាណាត់ជួបគ្នានិយាយផ្អែមល្ហែមអូនបងជាលក្ខណៈភាសាគូស្នេហ៍អីចឹងគឺយើងដឹងតែម្ដងហើយជាងនេះទៅទៀតគឺយើងទៅតន់គេនៅពេលដែលគេកំពុងតែនាំគ្នាដើរលេងដឹកគ្នាឬក៏ចូលសន្ទនាគ្នាជាមួយគ្នាគឺយើងតន់ផ្ទាល់នឹងភ្នែកនោះគឺយើងដឹងថាគេកំពុងតែលួចលាក់ជាមួយនឹងគ្នាឬក៏គេកំពុងតែមានស្រីក្រៅបងជឿដូចខ្ញុំទេនៅពេលដែលប្តីមានស្រីមុននឹងក្រោយគឺយើងគង់តែតាមតន់គឺយើងគង់តែដឹងតម្រៃមួយស្រាប់មិនអាចយកចង្អេរយើងមកគ្របបានទេក្រែងលោតែថាយើងយកដៃបិទភ្នែកខ្លួនឯងដើម្បីកុំឲ្យឃើញអូខេអានឹងប្រហែលជាយើងមិនចង់ឃើញយើងអត់ឃើញមែនតែបើសិនជាយើងបើកភ្នែកគង់តែនឹងឃើញតាមមានចំណុចអីផ្សេងទៀតដែលយើងដឹងថាប្តីរបស់យើងប្រហែលជាកំពុងតែលួចលាក់មានស្រីសូមមេត្តាជួយផ្ដល់យោបល់ដល់សេចក្តីថ្លៃថ្នូរដើម្បីយើងនឹងពិភាក្សាគ្នាតទៀតអរគុណច្រើនដែលបានតាមដានទស្សនាខ្ញុំគិតថាគន្លឹះដែលសំខាន់ដើម្បីឲ្យមានជោគជ័យនិងមានសុភមង្គលក្នុងគ្រួសារតើតែអ្នកទាំងពីរនឹងធ្វើការជាមួយនឹងគ្នាទៅវិញទៅមកមិនចង់អល់ដាក់តែម្ខាងទេមិនតើតែខាងប្តីនឹងចេះខាងប្តីនឹងចុះមិនតើតែខាងប្រពន្ធនឹងចេះប្រពន្ធនឹងចុះតើតែអ្នកទាំងពីរនឹងស្រោះគ្នាដើរជាមួយនឹងគ្នាស្គាល់អំពីដំណើរនៅក្នុងជីវិតរៀងខ្លួនហើយចង់ឲ្យមានសុភមង្គលល្អទៅរៀងខ្លួនព្រោះបើសិនជាខំតែម្ខាងជាអត់ខំធ្វើយ៉ាងម៉េចក៏អត់កើតដែរពិបាកមែនទែនត្រូវចាប់ដើមចេញពីការដែលយើងយល់គ្នាទៅវិញទៅមកទំនាក់ទំនងជាមួយនឹងគ្នានិយាយជាមួយនឹងគ្នាស្គាល់ពីស្ថានភាពបច្ចុប្បន្នហើយយើងចង់ឃើញថាអនាគតរបស់យើងយ៉ាងម៉េចចង់បានរកចំណូលប្រមាណចង់មានចំណាយប្រមាណចង់មានកូនប្រមាណចង់ឲ្យកូននឹងខ្លាយទៅជាយ៉ាងម៉េចអនាគតរបស់កូនយ៉ាងម៉េចទៅរៀននៅណាសាលាអីយើងដាច់ខាតត្រូវតែនិយាយជាមួយគ្នាដាក់គោលដៅជាមួយគ្នាបើសិនជាអត់និយាយជាមួយគ្នាអត់ដាក់គោលដៅជាមួយគ្នាទេទីបំផុតរកបានតែមកគ្រប់ទេហើយមានបញ្ហាទៀតហើយឆ្លោះគ្នាជាមិនខានទេដាច់ខាតត្រូវតែអង្គុយនិយាយគ្នាដាច់ខាតត្រូវតែទំនាក់ទំនងជាមួយនឹងគ្នានៅពេលដែលយើងនិយាយគ្នាហើយនៅពេលដែលយើងដឹងអំពីគោលដៅរបស់យើងហើយយើងត្រូវតែចេះលើកទឹកចិត្តគ្នាទៅវិញទៅមកជំរុញគ្នាទៅវិញទៅមកដើម្បីឲ្យយើងមានកម្លាំងកាយកម្លាំងចិត្តធ្វើដំណើរតទៅមុខដើម្បីឲ្យជីវិតរបស់យើងនឹងវាសមប្រកបដោយអ្វីដែលយើងចង់បានតែនៅក្នុងជីវិតគ្រួសាររបស់យើងរាល់ថ្ងៃនេះមានការលើកទឹកចិត្តគ្នាជំរុញទឹកចិត្តគ្នាជួយគ្នាទៅវិញទៅមកឲ្យគ្នាកាន់តែចម្រើនកាន់តែអាចធ្វើបាននៅអ្វីដែលយើងចង់ធ្វើនឹងអាចសម្រេចបាននៅផែនការអនាគតរបស់យើងដែរអត់ជួនកាលយើងអាចគិតពីរឿងហ្នឹងយើងអាចចិត្តជំរុញចិត្តនេះធ្វើមិនឲ្យគ្នាកាន់តែរីកចម្រើនទេចុះតើយើងម្ខាងខំប្រឹងអស់ពីសមត្ថភាពហើយនៅណាយើងជួយគេហើយយើងខំបើខ្លួនឯងណា
យើងមិនអោយពេលវេលារបស់យើងកាន់តែកន្លងផុតទៅទេមិនមែនយើងពឹងទៅលើគេទេគឺយើងដាច់ខាតត្រូវតែធ្វើឲ្យអស់ពីសមត្ថភាពខ្លួនឯងដែរក្នុងនាមយើងជាប្រពន្ធក្នុងនាមយើងជាប្តីយើងដាច់ខាតទៅតែខំប្រឹងដាច់ខាតទៅតែធ្វើជាមួយគ្នាបងប្អូនបើសិនជាយើងពឹងទំនៀមយើងដឹងតែលំបាកឲ្យខ្ញុំដឹងតែលំបាកតែម្ដងចុះតើយើងមានការអត់ឱននឹងគ្នាដែរទេខុសត្រូវគ្នាតិចតួចធម្មតាទេមនុស្សមិនដែល perfect អត់ខ្ចោះហើយមិនចឹងតែមានបញ្ហាចុះតើយើងមានដែរផ្ដោះប្ដូរគ្នាដែរទេអត់ឱនគ្នាលើកទោសឲ្យគ្នាទៅវិញទៅមកកែកំហុសរបស់យើងដឹងពីអ្វីដែលយើងធ្វើខុសយើងនឹងខំប្រឹងធ្វើតទៅមុខទៀតដើម្បីយើងនឹងអាចជៀសអំពីកំហុសរបស់យើងហើយយើងនឹងធ្វើអ្វីដែលត្រូវដើម្បីនឹងអនាគតគ្រួសាររបស់យើងតើយើងមានដែរគិតអំពីការនឹងដែរអត់ជីវិតគ្រួសារនឹងងាយដោះស្រាយបើសិនជាដៃគូរបស់យើងស្មោះគ្នាទៅវិញទៅមកក៏ប៉ុន្តែដើម្បីឲ្យជោគជ័យដើម្បីឲ្យមានសុភមង្គលការខ្លាំងអាភាពស្មោះនឹងគឺវាមិនទាន់គ្រប់គ្រាន់ទេដាច់ខាតត្រូវការឲ្យយើងទាំងពីរនេះធ្វើការជាក្រុមធ្វើការជាក្រុមជាមួយនឹងគ្នាធ្វើការជាក្រុមជាមួយនឹងកូនរបស់យើងដើម្បីយើងនឹងអាចសម្រេចតាមផែនការអនាគតរបស់យើងលោកអ្នកយល់យ៉ាងម៉េចដែរចំពោះអ្វីដែលខ្ញុំបាននិយាយបើសិនជាលោកអ្នកមានយោបល់អីផ្សេងទៀតនោះសូមតាមជួយ